សូមជូនរឿងពស់កេងកងកាលពីព្រៃនាយនៅលាវដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពីសនិងពស់ឥតពីសទេមានតែពស់កេងកងមាននិទានថាកាលពីដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួយអង្កាមបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអស់ឯនាងនីឮគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅជាមួយផងលីដឹងចូលទៅក្នុងព្រៃបានឃើញអស់មួយធំនាងនីយកដឹងពុះអស់លុះពុះយូរបន្តិចទៅដឹងក៏រងាស់ធ្លាក់ទៅក្នុងរន្ធពស់នាងនីមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់កេងកងនោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើជាប្រពន្ធអញទើបអញឲ្យដឹងបើនាងមិនដោយអញមិនធ្វើជាប្រពន្ធអញនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលែងតែញ៉ាឯងឲ្យដឹងមកខ្ញុំចាំល្ងាចខ្ញុំឲ្យមេអេតមកហៅពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហៅហើយនាងនេះក៏ទូលអុសទៅផ្ទះជាមួយនាងអេតលុះដល់ប្រលប់នាងនេះក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកងនាងអេតទៅដល់មាត់រន្ធពស់ឆ្លើយថាពស់កេងកងនាងនេះឲ្យហៅឯពស់កេងកងឮហើយចេញមកនាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ងាបអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួយអង្កាម 2-3 ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងឯងនៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ជិតភ្លឺទៅពស់កេងកងលានាងនេះទៅរូងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំបើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមកពស់កេងកងក៏ទៅរូងវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពីកម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ដបិតពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តដបិតម្ដាយសហាយពស់កេងកងនាងអេតទៅដល់មាត់រន្ធពស់ឆ្លើយថាពស់កេងកងនាងនេះឲ្យហៅឯពស់កេងកងឮហើយលូតចេញមកហើយឆ្លើយថាអេតអើយអេតបើអញទៅឪពុកអេតនៅកាប់កអញដាច់ណានាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាម 2-3 ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរូនមកហើយជិះតែទៅមកតែសពថ្ងៃនាងនេះសហាយពស់កេងកងទាល់តែផោមដល់យូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាមវិញឃើញនាងនេះពោះធំសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ាគាត់សហាយជាមួយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសពថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ល្ងាចនេះឯងទៅហៅពស់កេងកងនោះមកទៀតឯងចាំកាប់វានៅមាត់ទ្វារហើយហុងទៅកុំឲ្យម្ដាយហុងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮហើយឆ្លើយថាអេតអើយអេតបើអញទៅឪពុកអេតនៅកាប់កអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កំ 2-3 ឆ្នាំមិនតាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិនតាន់មកពីជួញអង្កំមែនក៏ទៅសប្តាហ៍ថ្ងៃឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអេតកាត់កដាច់
ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្លាកមួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុត្រាឯកំដៅខ្លួនឲ្យនាងអេតយកទៅពន្លេះពន្លាត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងពុំបានដឹងជាប្តីកាប់ពោះជាសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពោះមកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លឆ្ងាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លមេអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យដួសសម្លយកមកស៊ីបាយកៅនាងនេះដួសសម្លយកមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពួកដាក់លើមែកពុត្រាវាចាំងស៊ីសាច់ពួកវាបូលថាកឡូក្លែមក្លំលោបសាច់ប្តីឯងនាងនេះកំពុងតែស៊ីបាយឬក្អែកបូលដូច្នោះក៏មើលទៅលើដើមពុត្រាឃើញក្បាលពួកកេងកងលើមែកហើយនាងនេះនឹកអាណិតស្រក់ទឹកផ្លែកតែនាងនេះពុំបានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលងទឹកភ្នែកឯក្អែកនោះចេះតែបូលកឡូក្លែមក្លំលបសាច់ប្តីឯងក្បាលដាក់លើមែកពុត្រាកន្ទុយដាក់លើស្លាកនាងនេះមើលទៅលើស្លាកឃើញកន្ទុយពុះកេងកងនៅទីនោះឯប្តីនាងនេះដឹងថាប្រពន្ធសាហាជាមួយពោះកេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផើមចាស់ថ្ងៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីរអ្នកម្ដងនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ខ្លួនស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងកក់សក់នៅនេះឯនាងនេះមិនដឹងថាប្តីគិតសម្លាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់ពីខាងក្រោយខ្នងមិនឲ្យដឹងខ្លួនដេកពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពួកលូនចេញអំពីពួកនាងនេះមកប្តីនាងនេះក៏កាត់កូនពួកនឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហាងដីខ្លះមុតក្នុងទឹកខ្លះលូនចូលក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះសាច់រឿងចប់តែប៉ុណ្ណេះសូមជួយ like subscribe និងចុចរូបកណ្ដឹងនិងទទួលបានវីដេអូរឿងនិទានថ្មីៗសូមអរគុណ